សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបង្ហាញពីសញ្ញាមួយឈ្មោះថាសញ្ញាគ្រាលចំពោះរូបដែលបានបង្ហាញនេះយើងហៅថាទួលសុកដែលស្ថិតនៅផ្នែកប្រអប់ពណ៌ខៀវដែលបានគូសនេះចំពោះសញ្ញាគ្រាលជាសញ្ញាជ្រុងជ្រុងនៅក្នុងប្រអប់ពណ៌ខៀវដែលបានគូសចំពោះសញ្ញាដែលល្អមានរាងជាក្រឡាចក្រត្រង់ល្អស្អាតដូចបង្ហាញនៅក្នុងរូបចំពោះម្ចាស់ដៃមានភាពតាក់ទាញស្នេហាគេឲ្យគេមានអារម្មណ៍នឹងគាត់ចំពោះម្ចាស់ដៃមានមន្តស្នេហ៍តាក់ទាញអារម្មណ៍អាចមានអារម្មណ៍ចង់សប្បាយណាស់ដែរចំពោះដៃមួយទៀតគឺយើងបង្ហាញពីសញ្ញាគ្រាលមិនសូវល្អចំពោះរូបទី2នេះបញ្ជាក់ថាម្ចាស់ដៃមានកង្វល់ច្រើនជួនចំពោះគ្រួសារបងប្អូនជួនចំពោះស្នេហាដោយសារសញ្ញាគ្រាលនេះបញ្ជាក់ថាជាសញ្ញាដែលមានខ្សែជំពាក់រញ៉េរញ៉ៃមិនចេះអស់រឿងចឹងហើយធ្វើឲ្យម្ចាស់បាត់ដៃដែលមានសញ្ញាគ្រាលដែលបានបង្ហាញក្នុងរូបទី2នេះមិនសូវល្អមានភាពកង្វល់ច្រើនបងប្អូនចឹងចំពោះរូបទី1ជាសញ្ញាគ្រាលដែលល្អដែលបងប្អូនបានឃើញចឹងបងប្អូនអាចពិនិត្យមើលបានចំពោះម្ចាស់ដៃដែលមានសញ្ញាបែបសញ្ញាក្រឡាចក្រត្រង់ល្អនេះជាមនុស្សដែលមានមន្តស្នេហ៍ទាក់ទាញអារម្មណ៍ល្អអរគុណបងប្អូនចំពោះសញ្ញានេះក៏សញ្ញាល្អមកបែបដែរ